ជំរាបសួរខ្ញុំបាទឈ្មោះគោច័ន្ទវណ្ណីឥឡូវយើងសូមបន្តមេរៀនរបស់យើងដែលមេរៀនទី1យើងនិយាយអំពីរបៀបប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យាពាក់ព័ន្ធនៅក្នុងចំណុចនេះយើងនិយាយអំពីការណែនាំពីកម្មវិធី OpenOffice ជាភាសាខ្មែរតើអ្វីទៅជាកម្មវិធីការិយាល័យខ្មែរអញ្ចឹងកម្មវិធីការិយាល័យខ្មែរគឺមានរូបរាងបែបនេះសម្រាប់អ្នកប្រើប្រាស់វិធីការិយាល័យខ្មែរ openoffice.org គឺជាកម្មវិធីកុំព្យូទ័រមួយប្រភេទដែលអាចប្រើសម្រាប់ការងារការិយាល័យដូចជាសរសេរអត្ថបទគ្រប់គ្រងសៀវភៅបញ្ជីឬទិន្នន័យលេខធ្វើបទបង្ហាញគូររូបសាមញ្ញជាដើមកម្មវិធីការិយាល័យមានគុណសម្បត្តិជាច្រើនដូចជាគ្មានការបង់ថ្លៃលើអាជ្ញាប័ណ្ណអ្នកប្រើទាំងអស់មានសិទ្ធិប្រើប្រាស់និងចែកចាយដោយសេរីកូដចំហអ្នកអាចចែកចាយចម្លងនិងកែសម្រួលកម្មវិធីនេះដោយសេរីប្រើបានច្រើនប្រព័ន្ធកម្មវិធីនេះអាចដំណើរការលើស្ថាបត្យកម្មផ្នែករឹងជាច្រើននិងប្រព័ន្ធប្រតិបត្តិការចម្រុះដូចជា Microsoft Windows, Mac OS X, Linux និង Sun Solaris មានច្រើនភាសាជាង40ភាសាវាមានចំណុចប្រទាក់អ្នកប្រើដែលអាចធ្វើការផ្លាស់ប្ដូរបានច្រើនភាសាពិសេសចំណុចប្រទាក់ជាភាសាខ្មែរដែលធ្វើឲ្យអ្នកងាយស្រួលប្រើចងចាំបានយូរសន្សំសំចៃពេលវេលានិងថវិកាក្នុងការរៀនសូត្រនិងប្រើប្រាស់វាបញ្ចូលនៅកម្មវិធីពិនិត្យអក្ខរាវិរុទ្ធនៃការសរសេរភាសាខ្មែរដែលអាចជួយអ្នកមិនឲ្យសរសេរខុសច្រើនអាចតម្រៀបអក្សរខ្មែរតាមអក្ខរក្រមផ្នែកទី3កម្មវិធីឯកសារអត្ថបទកម្មវិធីស្លឹករឹតដែលមានពាក្យជាភាសាអង់គ្លេស OpenOffice Writer អញ្ចឹងរូបរាងរបស់វាគឺរូបរាងបែបនេះហើយការសរសេរអត្ថបទការងាររបស់វាគឺសរសេរអត្ថបទហើយនឹងបញ្ចូលរូបភាពផ្សេងហើយនឹងមានកម្មវិធីផ្សេងជាច្រើនទៀតសម្រាប់ការងាររដ្ឋបាលហើយវាមានលក្ខណៈប្រហែលទៅនឹងកម្មវិធី Microsoft Word កម្មវិធី Google Doc ជាដើមនេះជាផ្ទាំង Windows របស់កម្មវិធីស្លឹករឹតអញ្ចឹងមានចំណងជើងហើយមានម៉ឺនុយឯកសារផ្សេងមានកម្មវិធីដូចគ្នាហើយផ្នែកខាងក្រោមនេះគឺកន្លែងសរសេរអត្ថបទជាដើមស្លឹករឹតឬក៏យើងអាចហៅថា Writer គឺជាកម្មវិធីមួយសម្រាប់សរសេរនិងរៀបចំអត្ថបទបង្កើតសម្បត្តិសៀវភៅធ្វើរបាយការណ៍សារព័ត៌មានបានផ្សព្វផ្សាយពាណិជ្ជកម្មជាដើមស្លឹករឹតអាចនាំចេញឯកសារជាច្រើនទម្រង់ផ្សេងដូចជា HTML, PDF និង Microsoft Word ផ្នែកទី4យើងសិក្សាអំពីកម្មវិធីសៀវភៅបញ្ជីដែលយើងអាចហៅឈ្មោះថាកម្មវិធីណពុនអញ្ចឹងភាសាអង់គ្លេសរបស់ពាក្យណពុនគឺ OpenOffice Calc អញ្ចឹងរូបរាងរបស់ OpenOffice Calc គឺបែបនេះអញ្ចឹងបើយើងប្រៀបធៀបទៅប្រៀបដូចនឹងកម្មវិធីរបស់ក្រុមហ៊ុន Microsoft ដែរគឺកម្មវិធី Excel ឬក៏កម្មវិធី Google Sheet អូខេនេះជាផ្ទាំង Windows របស់កម្មវិធីណពុនអញ្ចឹងមានចំណងជើងមានម៉ឺនុយជាដើមមានទម្រង់កម្មវិធីផ្សេងដែលយើងអាចប្រើហើយនៅក្នុងនេះភាគច្រើនយើងប្រើសម្រាប់តែការគណនាការបង្កើតតារាងបញ្ជីឈ្មោះអីផ្សេងកម្មវិធីណពុនគឺជាកម្មវិធីសៀវភៅបញ្ជីមួយដែលមានជំនាញទាក់ទងនឹងការគណនាការបង្កើតតារាងនិងមានលក្ខណៈសម្បត្តិខាងវិភាគទិន្នន័យបង្កើតគំនូសតាងឲ្យទិន្នន័យធ្វើការគណនារូបមន្តជាដើមជាច្រើនសម្រាប់ការងារហិរញ្ញវត្ថុស្ថិតិគណិតវិទ្យាជាដើមយើងចូលដល់ផ្នែកទី5កម្មវិធីបទបង្ហាញដែលយើងសិក្សាគឺសិក្សាអំពីកម្មវិធីពិព័រណ៍ OpenOffice Impress អញ្ចឹងរូបរាងរបស់វាគឺបែបនេះ
គេផ្ទាំង Windows វាមានលក្ខណៈមានចំណងជើងដូចគ្នាដែរមានមនុយឯកសារបញ្ជីឯកសារផ្សេងៗអញ្ចឹងមានការបញ្ចូលអត្ថបទសម្រាប់ធ្វើបទបង្ហាញមានបញ្ចូលរូបភាពចូលអីជាដើមកម្មវិធីពិព័រណ៍ជាកម្មវិធីមួយដែលអាចឲ្យអ្នករចនា slide សម្រាប់ធ្វើការបង្ហាញផ្សេងៗជាមួយកម្មវិធីពិព័រណ៍អ្នកអាចដាក់ចលនាឲ្យវត្ថុដាក់សំឡេងកំណត់ដំណើរផ្លាស់ប្ដូរ slide និងការកំណត់បញ្ចាំង slide ជាដើមសូមអរគុណសម្រាប់ការចូលរួមទស្សនានិងស្ដាប់ការធ្វើបទបង្ហាញរបស់ខ្ញុំអំពីមេរៀនទី1សិក្សាអំពីកុំព្យូទ័រនិងបច្ចេកវិទ្យាពាក់ព័ន្ធបើសិនជាមានសំណួរឬក៏មានចម្ងល់អីអាចផ្ញើសារឬក៏ comment នៅក្នុងវីដេអូនេះបាទសូមអរគុណច្រើនសូមជម្រាបលា